រឿងស្រមោលវៃគុណកំគឺជារឿងមួយដែលនិយាយអំពីក្រុងសៀងហៃក្នុងឆ្នាំ1900ជាងនៅពេលដែលប្រទេសចិនកំពុងមានចំនួនប្រទេសក្នុងបែបបាក់សាមគ្គីប្រៀបដូចជាខ្សាច់ដែលពិបាកប្រមូលផ្ដុំវិញបានធ្វើឲ្យប្រទេសជាតិចុះខ្សោយជាខ្លាំងនៅពេលនោះប្រទេសអឺរ៉ុបនិងជប៉ុនបានឆ្លៀតឱកាសចូលមកគ្រប់គ្រងទឹកដីប្រទេសចិនមានអ្នកស្នេហាជាតិច្រើនបានចាប់ផ្ដើមក្រោកឡើងហើយបានបណ្ដុះស្មារតីជនជាតិចិនឲ្យមានសាមគ្គីតែមួយម្ដងទៀតដើម្បីបណ្ដេញជនបរទេសជាពិសេសជនជាតិជប៉ុនឲ្យចេញពីទឹកដីចិនរឿងមួយនេះប្រមូលផ្ដុំដោយទស្សនៈដ៏ល្អជាច្រើនមិនចាញ់រឿងសាមកុកនោះទេហើយរឿងនេះបានប្រាប់យើងថាសាមគ្គីទើបជាតិខ្លាំងសាមគ្គីទើបជារស់ហើយខាងក្រោមនេះគឺជាទស្សនៈដែលខ្ញុំបានដកស្រង់ចេញពីរឿងស្រមោលឯគុណកំចិត្តទុនចំពោះសត្រូវគឺព្រៃផ្សៃសម្រាប់ខ្លួនឯងនៅមកពីប្រយុទ្ធជាមួយសត្រូវយើងត្រូវដឹងចិត្តសត្រូវជាមុនសិនលើកដំកើងខ្លួនឯងពេកអាចនឹងខ្លាចជាចំណុចខ្សោយពឹងលើការភ្ញាក់ស្មារតីរបស់ខ្លួនឯងទើបអាចបញ្ជាខ្លួនឯងបានធ្វើការអ្វីមួយត្រូវមានក្បាលមានកន្ទុយកុំរស់នៅគ្រាន់តែចង់បានគេឈ្មោះតែត្រូវរស់នៅឲ្យមានគោលដៅពិតប្រាកដរឿងអ្វីមួយក៏ដោយក៏មានការចាប់ផ្ដើមដែរជួយគេគឺជារឿងត្រឹមត្រូវប៉ុន្តែមិនត្រូវជួយបិទបាំងកំហុសគេនោះទេរឿងនៅលើโลกនេះមិនមែនស្មានយ៉ាងម៉េចគឺអញ្ចឹងនោះទេមានរឿងច្រើនណាស់ដែលកម្លាំងមនុស្សមិនអាចបញ្ជាបានឡើយសត្រូវដែលប្រឈមមុខនឹងយើងធំជាងគេគឺខ្លួនឯងធ្វើអ្វីត្រូវបែងចែកធំស្រាមិនត្រូវធ្វើការលាយឡំនឹងមនោសញ្ចេតនានោះទេរៀនសូត្រចេះដឹងយកគុណធម៌បម្រើមនុស្សនិតមិនអាចខ្សោយជំនឿមិនអាចអត់មាននោះទេចម្ពាក់លុយអាចសងអស់តែចម្ពាក់គុណនិងការស្រឡាញ់គឺត្រូវសងមួយជីវិតឈ្នះបានម្ដងកុំគិតថាខ្លួនឯងអស្ចារ្យវាអាចគ្រាន់តែជាសំណាងប៉ុណ្ណោះបើខឹងខ្លាំងយ៉ាងនេះតើបានប្រយោជន៍អ្វីការជឿរើពេលខ្លះយើងគិតថាឬត្រូវតែដល់ចុងបញ្ចប់ទើបដឹងថាឬខុសមានចិត្តអធិស្ឋានដល់គេគឺបានអ្វីទាំងអស់ហើយបានសុខរហូតធ្វើជាមនុស្សត្រូវមានគំនិតនិងចន្ទៈអ្នកប្រមាញ់មានតែទើបប្រមាញ់ម្ដេចនឹងអាចទៅធ្វើស្រែបានធ្វើការអ្វីមួយក៏ដោយត្រូវមានចិត្តរឹងមាំមិនត្រូវបែងចែកចិត្តនោះទេធ្វើជាមនុស្សកុំកុហកគេហើយក៏កុំកុហកខ្លួនឯងដែរឲ្យតែយើងសាមគ្គីធ្វើសកម្មភាពដាស់សតិជួយរួមជាតិឲ្យភ្ញាក់ខ្លួនជនបរទេសនឹងដកខ្លួនដោយឯងអ្នកស្គាល់កលតិសៈទើបជាអ្នកឆ្លាតអ្នកស្គាល់កលតិសៈទើបជាអ្នកឆ្លាតតែសម្រាប់ខ្ញុំស៊ូស្លាប់មិនអន់ក្បាលឡើយបើចិត្តយើងជ្រុះច្បល់នោះគ្មានឱកាសឈ្នះនោះទេឲ្យតែជាមិត្តនឹងខ្ញុំនឹងមិនក្បត់គេជាដាច់ខាតការបរាជ័យនិងការប្រមាថអ្វីៗទាំងអស់សុទ្ធតែគួរឲ្យខ្លាចសំខាន់បំផុតគឺខ្លួនឯងតាំងចិត្តឲ្យរងមាំគឺច្បាំងឈ្នះរហូតយើងត្រូវរងមាំសិនទើបប្រទេសជាតិរងមាំចង់រស់ទើបខ្លាចស្លាប់បើមិនទាន់សាឡបងផងម្ដេចក៏ថាមិនអាចទៅរស់ជនជាតិជើងអាចស្លាប់បានតែមិនអាចអង្ក្បាលជាដាច់ខាតនៅពេលដែលមនុស្សប្រុសអស់លទ្ធភាពមើលថែនារីដែលគេស្រឡាញ់ហើយគូកុំទុកនាងឲ្យនៅក្បែរខ្លួនទៀតឡើយឲ្យតែមនុស្សស្រឡាញ់ជាតិខ្ញុំជួយមិនគិតពីសាវតាមនុស្សអាចដួលតែមិនអាចងើបវិញបានមិនមែនជាទង្វើកូនប្រុសនោះទេ
បើគ្មានប្រទេសជាតិផងតែមានគូសារមកពីណាអ្វីបើប្រទេសខ្ញុំបែកបាក់សាមគ្គីពិតផ្ទះໄວគ្នាប៉ុន្តែខ្ញុំក៏មិនដល់ថ្នាក់លក់ជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដែរបើចង់សើសុខត្រូវផ្សងនឹងគ្រោះថ្នាក់នៅពេលដែលខ្ញុំតាំងចិត្តឲ្យសោកស្ងាត់ហើយទើបខ្ញុំអាចមានជំនឿចិត្តឈ្នះគឺត្រពឹងលើការវៃមុនឥឡូវនេះជាសម័យយុវជនពេលខ្លះមនុស្សចាស់ក៏មិនអាចមិនរវល់បានដែរពេលវេលាស្លាប់គឺសម្រាប់តែអ្នកទន់ខ្សោយដីរស់ចង្អាមសុទ្ធតែប្រឡាក់ជនជាតិរបស់ខ្ញុំរត់ដីនីមួយៗសុទ្ធតែជារបស់ជនជាតិខ្ញុំយើងដែលខាតមិនអនុញ្ញាតឲ្យនរណាម្នាក់មកក្តោបក្តាប់ប្រទេសជាតិខ្ញុំបានឡើយកុំធ្វើបើចូលជាធ្វើឲ្យទៅធ្វើដល់ទីបញ្ចប់មានសិទ្ធិមានអំណាចគឺអាចរស់នៅបានតទៅទៀតកិត្តិយសរបស់ជនជាតិយើងគឺជនជាតិយើងជាអ្នកចុងឆ្លីមិនមែនជាជនជាតិគេឡើយកងទ័ពកាន់តែច្រើននឹងកើតជាបន្លាក្នុងភ្នែកគេកាន់តែច្រើនផ្លូវនេះខ្ញុំជាអ្នកជ្រើសរើសទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវធ្វើវាដល់ទីបញ្ចប់ពីមានតម្លៃគេប្រើពីអត់តម្លៃគេនៅបបង់មនុស្សអាត្មានិយមម្នាក់គិតតែប្រយោជន៍ផ្ទាល់ខ្លួនក៏នៅមានអ្នកអាចកែប្រែបានដែរគំនុំគ្រួសារគំនុំប្រទេសជាតិអាចធ្វើឲ្យរឿងអ្វីៗលែងសំខាន់ទាំងអស់មានរឿងខ្លះគឺមិនអាចកែប្រែបាននោះទេពេលបន្ធូរដៃត្រូវបន្ធូរដៃធ្វើអ្វីក៏ដោយក៏មិនត្រូវហួសហេតុពេកដែរក្នុងមួយជីវិតរបស់ខ្ញុំស្មានតែដឹកនាំកងទ័ពកាន់តែច្រើនទឹកដីកាន់តែធំគឺអាចខ្លាចជាអ្នកក្លាហានតែឥឡូវនេះទើបខ្ញុំដឹងថាមិនគិតប្រយោជន៍ផ្ទាល់ខ្លួនដើម្បីរំដោះប្រទេសជាតិទើបមានឈ្មោះជាអ្នកក្លាហានពិតប្រាកដខ្ញុំនឹងមិនស្ដាយក្រោយទេបើខ្ញុំបត់ជាតិទើបជារឿងស្ដាយក្រោយ